សួស្តីមកកាន់វីដេអូបន្ទាប់ហើយយើងហូបអាហារពេលព្រឹកហើយឥឡូវកំពុងរៀបចំពាក់កៅអៅយើងទៅជិះស្គីតកហើយកៅអៅមើលគាត់តែកៅអៅ 4-5 ជាន់ខោ 4-5 ជាន់មិនហើយពួកមិញចេញទៅក្រៅមានអារម្មណ៍ថាទៅជិះអស់ចុះងំទៅជិះស្គីតកទៀតនឹងទៅយ៉ាងណាអញ្ចឹងរៀបចំកៅអៅរៀងច្រើនជាន់តិចហើយឥឡូវយើងកំពុងរៀបចំធ្វើដំណើរទៅកន្លែងជិះស្គីតកហើយអត់ដឹងបាញ់មកទេព្រោះយើងអត់ដែលធ្លាប់ជិះស្គីតកយើងចង់ទៅសាកចង់ទៅអីអញ្ចឹងហើយមើលទឹកឡើងកកបើជារៀងកកបើរៀងទឹកធម្មតាហើយនិយាយពីតែទេសភាពតាមផ្លូវអបសេរីមកមើលទៅណាក៏ស្អាតគ្រប់យ៉ាងអញ្ចឹងបានគេថាស្វីសឡង់គឺជាប្រទេសដែលស្អាតជាងគេមែនសូម្បីតែនៅតាមផ្លូវនៅយ៉ាងឆ្ងាយគួរសមដាក់ជិះឡើងតែកន្លះម៉ោងនោះដោយសារតែយើងនៅយ៉ាងឆ្ងាយនៅយ៉ាងផ្លូវយើងអាចជិះលឿនហើយឥឡូវយើងមកដល់ភូមិនឹងហើយឥឡូវយើងមកដល់កន្លែងជិះ snowboard មិនជិះមកដល់កន្លែងជួលអញ្ចឹងមកដល់ហ្នឹងយើងត្រូវមកកន្លែងគេបោះលេខបេះជើងមួយជើងបន្តអញ្ចឹងយើងមកជិះឥឡូវនេះអត់ចេះសាប់ទេព្រោះអត់សូវមានអ្នកជិះលឿនអញ្ចឹងយើងរៀនមុំគឺយើងអាចរៀននៅនឹងបានវាមានកន្លែងអ្នក beginner ហើយមានកន្លែងអ្នកជិះ start ហើយវាមាន3ជាន់ហើយយើងលើកទី1អញ្ចឹងយើងមកជិះកន្លែងក្មេងៗអីចឹងហើយនិយាយទៅជិះកន្លែងនេះដាក់កាមេរ៉ានៅលើស្គីនោះដើរឡើងដល់ជិះស្កេតខ្សែនោះព្រោះដួលអញ្ចឹងត្រង់ដើរឡើងលើតិចហ្នឹងហើយនេះចាស់តែខ្ញុំមកគាត់ហើយកកគូប្រហែលហើយខ្ញុំជិះ snowboard ដែរកុំអត់គាត់ជួយខ្ញុំអីមិនបានណាទេនិយាយទៅយើងអត់ប្រពីក៏ឃើញរថភ្លើងជីកពេញស្អាតពេកក៏ទាញទូរស័ព្ទមកថតម្ដងទៀតបានជិះរថភ្លើងហ្នឹងនឹងវាមិនឥឡូវយើងជិះយើងបានគួរសមយើងដូរទៅកន្លែងវាខ្ពស់ជាងបន្តិចយើងដូរទៅកន្លែងទី2វាខ្ពស់ជាងកន្លែងទី1គ្រាន់តែជិះអាខ្សែនេះខ្ញុំដួល5ដងឡើងអត់រួចឡើងបាន5ម៉ែត្រដួលបាន5ម៉ែត្រដួលអត់ធ្លាប់ជិះទេតែបន្ទាប់ពីដួល5ដងហ្នឹងហើយឡើងនេះមកដល់លើហើយឥឡូវយើងបានយើងស្ទាត់ហើយយើងកាន់ដៃមួយយើងងយដែរយើងកាន់ដៃមួយហើយយើងដៃមួយទៀតយើងកាន់កាមេរ៉ាអីចឹងដើម្បីថតប៉ុន្តែកាន់កាមេរ៉ាហ្នឹងគឺកាន់បែបលក្ខណៈថាប្រយ័ត្នដែរបែបមានដួលទៅបែបកាមេរ៉ានឹងមិនទេហើយជិះស្គីអស់រយៈពេលចិត្តមិនទេ3ម៉ោងជាងហើយក៏ចេញមកហៅថ្ងៃកាហ្វេទឹកក្តៅចេញតែកាហ្វេនេះឃើញស្អែកក្មេងវាលេង ice skater ក៏តែនៅពេកឈោមើលវាតែតែសារវាក្មេងបកាយស្គីទៀតហើយមកហូរឡើងត្រិលអាយុបាន 8-9 ឆ្នាំចេញទៅលេងគីស្គីហ្នឹងក៏ត្រឡប់មកផ្ទះវិញហើយអាតាមផ្លូវហ្នឹងគឺស្អាតទៀត
ផ្លូវនេះផ្លូវឡានហើយខាងលើនេះមានផ្លូវរថភ្លើងជិះទៀតទេសភាពគឺស្អាតកន្លែងទៅណាគឺស្អាតដែរអានេះចិត្តដល់ទីហើយពួកគាត់ទៅលើឡានដើម្បីនាំអាខៃដាព្រោះអាខៃវាអង្គុយនៅក្នុងឡាននោះហើយម្នាក់ស្រីនោះគាត់លើតកទួប្រកាច់ពេញម្នាក់ឯងពីงั้นមកនោះបានឃើញ sunset ទៀតឡើង Cop Series ពេលមកដល់ទេមានណាគេនាំធ្វើ pizza ពេលល្ងាចបើយើងគឺនឹង pizza ហ្នឹងយើងធ្វើពីថាសធំហើយគ្នាហូបពេលល្ងាចហើយគឺយើងសម្រាប់ហើយព្រឹកយើងទៅកន្លែងផ្សេង